បាទរួមសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកការវិភាគតម្លៃហាងឆេងមាសប្រចាំថ្ងៃសុក្រទី13ខែមីនាឆ្នាំ2026យើងមកមើលការវិភាគហាងឆេងមាសតាមបែបបច្ចេកទេសទាំងអស់គ្នាបងប្អូនសម្រាប់មាសនៅក្នុងថ្ងៃនេះគឺខ្ញុំបានបែងចែកជាតំបន់ដែលយើងអាចធ្វើការធាមទិញហើយនិងតំបន់ដែលយើងអាចធ្វើការធាមលក់ចុះមកខាងក្រោមវិញបាទតំបន់ដែលយើងអាចធ្វើការទិញឡើងបាននៅក្នុងថ្ងៃនេះគឺមាន3តំបន់ទី1នៅចន្លោះពី5050ទៅ5060ដុល្លារក្នុងមួយអោនព្រឹកមិញគឺវាបានធ្លាក់មកប៉ះហើយសម្រាប់តំបន់ទី2ដែលយើងអាចធ្វើការទាមទិញបានគឺ4995ទៅ5005ដុល្លារក្នុងមួយអោនហើយនឹងតំបន់ទី3គឺនៅ4960ដុល្លារក្នុងមួយអោនទៅ4970ដុល្លារក្នុងមួយអោនអញ្ចឹង3តំបន់ហ្នឹងយើងអាចធ្វើការទិញឡើងបានហើយសម្រាប់តំបន់ខ្ពស់ដែលយើងអាចធ្វើការលក់ចុះមកវិញតំបន់ខ្ពស់ទី1គឺតំបន់5185ដុល្លារទៅ5195ដុល្លារក្នុងមួយអោនហើយតំបន់ខ្ពស់ទី2គឺ5228ទៅ5235ដុល្លារក្នុងមួយអោនជាតំបន់ដែលយើងអាចធ្វើការលក់ចុះមកវិញសម្រាប់ទឹកដៅមាសនៅក្នុងព្រឹកនេះយើងឃើញថាវាប៉ះតំបន់ទី1ហើយកាលពីទីភ្លឺណាហើយយើងអាចធ្វើការទិញឡើងទៅលើបានព្រឹកមិញក៏ខ្ញុំឲ្យទិញដែរពី5095ទៅបាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមចំណេញបានចិត្ត1500ភាពដែរអញ្ចឹងឥឡូវយើងអាចបន្តហូលចំណេញបានយើងអាចទិញហូលឡើងមកសិនមកហើយឡើងដល់លើបាទដល់តំបន់ខាងលើនេះបើអត់ដាច់ទេយើងអាចធ្វើការលក់ចុះមកវិញបាទអញ្ចឹងសម្រាប់ទិសដៅមាសអត់អីទេដោយសារឥឡូវនេះវានៅរៀងកម្រិតទាបដែរបងប្អូនអាចពិចារណាទិញបានបាទហើយសម្រាប់ការលក់ចុះមកវិញបើសិនជាមានសញ្ញា confirm ឬក៏ទៅដល់កម្រិតខ្ពស់ត្រូវលក់ចុះមកវិញក៏ខ្ញុំអាប់ដេតបងប្អូនក្នុងក្រុមបន្ថែមដែរមួយរយៈនេះមានព័ត៌មានច្រើនបងប្អូនតម្លៃទីផ្សារវាប្រែប្រួលវាបាទរៀងខុសប្រក្រតីបន្តិចឯងឡើងលឿនចុះលឿនណាបាទហើយប្រែប្រួលសូវខ្លាំងនេះដូចយើង sideways ណាបើសិនជាការចូលទីផ្សារយើងអាចនឹងបត់បែនតាមតម្លៃទីផ្សារដែរបាទអញ្ចឹងមានអីអាប់ដេតបន្ថែមខ្ញុំអាប់ដេតបងប្អូនបន្ថែមទៀតនៅក្នុងក្រុមរបស់យើងជាពិសេសគឺទៅលើតម្លៃចេញចូលបាទអញ្ចឹងនេះខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមគោរពលាបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ